សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកសង្ខេបសភៅមួយក្បាលដែលមានចំណងជើងថា The Let Them Theory ឬក៏បកប្រែជាភាសាខ្មែរគឺទ្រឹស្ដីនៃការបណ្ដោយពួកគេប្រសិនបើអ្នកកំពុងតែប្រឈមជាមួយនឹងការលំបាកក្នុងការសម្រេចគោលដៅនៅក្នុងជីវិតឬក៏ពិបាកក្នុងការស្វែងរកក្តីសុខនៅក្នុងជីវិតលោកស្រីបានសរសេរថាបញ្ហាអាចមិនមែនជាអ្នកទេបញ្ហាគឺនៅត្រង់ថាការផ្ដល់ធម៌ពលរបស់អ្នកទៅកាន់អ្នកដទៃទៅវិញទេជាញឹកញាប់នៅក្នុងជីវិតយើងបានបង្កើតកំហុសដែលយើងអត់ដឹងខ្លួនដែលយើងគិតថាប្រសិនបើយើងនិយាយឲ្យបានត្រឹមត្រូវជាងនេះឬបើសិនជាយើងធ្វើរឿងឲ្យបានត្រឹមត្រូវជាងនេះនោះមនុស្សគ្រប់គ្នានឹងសប្បាយចិត្តបើសិនជាខ្ញុំព្យាយាមជាងនេះនៅក្នុងទំនាក់ទំនងនោះយើងអត់បែកគ្នាទេបើសិនជាខ្ញុំព្យាយាមរស់រាយជាងនេះនោះមិត្តរួមការងាររបស់ខ្ញុំពួកគេនឹងកាន់តែចូលចិត្តខ្ញុំបើខ្ញុំព្យាយាមធ្វើអ្វីគ្រប់យ៉ាងសម្រាប់មនុស្សគ្រប់គ្នានោះខ្ញុំនឹងសប្បាយចិត្តជាមួយនឹងខ្លួនឯងគាត់បានសរសេរថានៅពេលដែលខ្ញុំកាន់តែព្យាយាមកាន់តែធ្វើឲ្យខ្ញុំមានអារម្មណ៍ថាអត់ល្អគ្រប់គ្រាន់ហើយនៅតែមានមនុស្សអត់សប្បាយចិត្តគ្មានមនុស្សណាម្នាក់អាចទាញធម៌ពលពីយើងបាននោះទេដរាបណាយើងផ្ដល់ទៅឲ្យពួកគេ The Let Them Theory ទ្រឹស្ដីនៃការបណ្ដោយពួកគេគឺបង្រៀនអំពីការដោះលែងពួកគេអនុញ្ញាតឲ្យមនុស្សបានធ្វើជាខ្លួនឯងយ៉ាងពេញលេញអនុញ្ញាតឲ្យពួកគេបានបង្ហាញខ្លួនមកកាន់ពួកយើងថាពួកគេជាមនុស្សបែបណាយ៉ាងពិតប្រាកដហើយជំហានបន្ទាប់គឺ Let Me គឺការដែលយើងអនុញ្ញាតខ្លួនឯងសន្សំធម៌ពលនិងផ្ដល់ធម៌ពលរបស់ខ្លួនឯងផ្ដោតមកលើខ្លួនឯងវិញឈប់ខ្ជះខ្ជាយពេលវេលាជីវិតទៅគ្រប់គ្រងអ្វីដែលយើងមិនអាចគ្រប់គ្រងបានមានន័យថាក្តីសុខរបស់យើងនៅជាប់ជាមួយនឹងសកម្មភាពរបស់យើងមិនស្ថិតនៅលើអាកប្បកិរិយារបស់អ្នកដទៃគំនិតរបស់អ្នកដទៃឬអារម្មណ៍របស់អ្នកដទៃនោះទេភៅនេះអ្នកនិពន្ធគាត់ផ្ដោតទៅលើ The Let Them and Let Me គឺការបដោយឲ្យពួកគេបានធ្វើអ្វីជាខ្លួនឯងឲ្យពួកគេបានបង្ហាញយើងពីខ្លួនពួកគេជាមនុស្សបែបណាពួកគេគិតមកយើងបែបណាពួកគេនិយាយមកកាន់យើងបែបណាពួកគេប្រព្រឹត្តមកលើយើងបែបណាឲ្យពិតប្រាកដនិងជំហានបន្ទាប់គឺការ Let Me គឺការអនុញ្ញាតឲ្យយើងខ្លួនឯងបានមើលឃើញមកផ្ដោតលើធម៌ពលរបស់យើងខ្លួនឯងក្នុងការជ្រើសរើសសម្រេចចិត្តឆ្លើយតបទៅកាន់ពួកគេវិញមែលក៏បានណែនាំក្នុងការនិយាយពាក្យ Let them គឺបដ ாய் ពួកគេទៅគឺបដ ாய் ឲ្យពួកគេធ្វើរឿងដែលពួកគេចង់ធ្វើបដ ாய் ឲ្យពួកគេបានជ្រើសរើសអ្វីដែលពួកគេចង់ជ្រើសរើសវាពិបាកនៅពេលដែលយើងកំពុងតែឈឺចាប់ហើយយើងនិយាយពាក្យ let them បដ ாய் គេទៅបដ ாய் ពួកគេទៅអាភាពឈឺចាប់ទាំងអស់ហ្នឹងវាអាចបានបាត់ទៅភ្លាមៗទេប៉ុន្តែការប្រើទ្រឹស្ដីបដ ாய் ពួកគេទៅ let them បើគេជ្រើសរើសដើរចេញ let them បើពួកគេទៅដើរលេងអត់ប្រពួរយើង let them នៅក្នុងទំនាក់ទំនងមិត្តភ័ក្តិបើសិនជាមិត្តភ័ក្តិយើងទៅដើរលេងអត់ប្រពួរយើង let them បដ ாய் ពួកគេឲ្យទៅសុបាយប្រើប្រាស់ជីវិតរបស់ពួកគេហើយជំហានបន្ទាប់គឺ let me ការផ្ដោតមកលើខ្លួនឯងអនុញ្ញាតឲ្យយើងខ្លួនឯងបានប្រើប្រាស់ធម៌ពលសក្តានុពលដែលយើងមានក្នុងការសម្រេចចិត្តជ្រើសរើសសកម្មភាពអ្វីដែលយើងធ្វើសម្រាប់ខ្លួនឯងផ្ដោតមកលើតម្រូវការខ្លួនឯងអ្វីដែលយើងត្រូវការអ្វីដែលយើងចង់បានពិតប្រាកដនៅក្នុងជំពូកទី1គាត់បានសួរថាតើអ្វីដែលយើងព្យាយាមគ្រប់គ្រងឲ្យពិតប្រាកដយើងព្យាយាមគ្រប់គ្រងស្ថានភាពនិងពិភពលោកដែលនៅជុំវិញខ្លួនយើងជាពិសេសនៅពេលដែលយើងមានអារម្មណ៍ឈឺចាប់ត្រូវបានគេទុកចោលទទួលបានការរំខានឬក៏ភាពភ័យខ្លាចគេអត់រាប់រកខ្លាចគេអត់ចូលចិត្តនិងមិនត្រូវបានគេទទួលយកគឺយើងព្យាយាមគ្រប់គ្រងដោយសារយើងជឿថាយើងអាចការពារខ្លួនឯងពីការឈឺចាប់ពីការខកបំណងពីការបដិសេធប៉ុន្តែមិនថាយើងព្យាយាមគ្រប់គ្រងមនុស្សឬស្ថានភាពប៉ុណ្ណាទេការពិតគឺយើងមិនអាចធ្វើបាននោះទេព្រោះថាមនុស្សនឹងធ្វើអ្វីដែលពួកគេចង់ធ្វើនឹងគិតអ្វីដែលគេចង់គិតនឹងជ្រើសរើសអ្វីដែលពួកគេគិតថាត្រូវសម្រាប់ពួកគេនឹងប្រើប្រាស់ជីវិតរស់នៅដោយខ្លួនពួកគេបានម៉ែក៏បានសរសេរថានៅពេលដែលយើងនិយាយថា let them គឺយើងជ្រើសរើសនិងផ្ដល់សិទ្ធិអំណាចដើម្បីបញ្ចេញការគ្រប់គ្រងដែលយើងមិនធ្លាប់មាននោះគឺយើងបានផ្ដល់អំណាចធម៌ពលរបស់យើងមកកាន់ខ្លួនឯងជាជាងយើងផ្ដល់អំណាចនិងធម៌ពលរបស់យើងទៅកាន់អ្នកដទៃនិង let me គឺការបញ្ចេញសក្តានុពលកម្លាំងរបស់យើងខ្លួនឯងផ្ដោតមកលើការឆ្លើយតបរបស់យើងជាមួយនឹងសកម្មភាពដែលកើតឡើងជុំវិញខ្លួនយើងនិងជាមួយនឹងអ្នកដទៃទ្រឹស្ដីនេះមិនមែនមានន័យថាយើងគេចវេះពីបញ្ហានោះទេប៉ុន្តែគឺការផ្ដល់កម្លាំងធម៌ពលផ្ដោតមកលើខ្លួនឯងសតិស្មារតីរបស់យើងខ្លួនឯងមិនអនុញ្ញាតបណ្ដោយឲ្យនរណាម្នាក់មកជន់ឈ្លីបានដឹងថាពេលណាដែលយើងត្រូវដកខ្លួនឬតើយើងត្រូវឆ្លើយតបបែបណាដោយមិនយកអារម្មណ៍មកពាក់ព័ន្ធឬក៏ប្រើប្រាស់អារម្មណ៍ឲ្យបានតិចតួចបំផុតបើមានមនុស្សមិនអរគុណអ្នកពេលអ្នកធ្វើល្អដាក់គេ let them
បើអ្នកញញឹមដាក់គេហើយគេអត់ញញឹមដាក់វិញ let them បើឆាតទៅគេអត់តប let them បើអ្នកនៅកន្លែងធ្វើការជាមួយយើងអត់រាក់ទាក់ដាក់យើង let them let them ការព្រមទទួលយកបែបនេះមិនមែនមានន័យថាយើងទន់ខ្សោយនោះទេគឺជាការវឹកហាត់ដើម្បីសេចក្តីសុខរបស់យើងទ្រឹស្ដី let them សម្រាប់ប្រើប្រាស់នៅកន្លែងការងារគឺឈប់ផ្ដោតទៅលើអ្វីដែលយើងមិនអាចគ្រប់គ្រងបានហើយងាកមកផ្ដោតលើគោលដៅការពង្រឹងសមត្ថភាពរបស់យើងដែលជារឿងដែលយើងអាចគ្រប់គ្រងបានតែគាត់បានឲ្យដំបូន្មានថែមទៀតដែរថាឈប់ព្យាយាមធ្វើឲ្យអ្នកដទៃពេញចិត្តគ្រប់ពេលវេលាគឺមនុស្សនឹងខកបំណងខកចិត្តជាមួយយើងបើសិនជាយើងបដិសេធពួកគេបណ្ដោយគេ let them បណ្ដោយគេឲ្យគិតថាយើងអត់គួរឲ្យស្រឡាញ់ចំពោះពួកគេការគោរពមិនបានមកពីការព្យាយាមធ្វើឲ្យលើសតួនាទីនោះទេតែការគោរពបានមកពីភាពស្មោះត្រង់ភាពច្បាស់លាស់នៅត្រង់ចំណុចដែលយើងកំពុងតែស្ថិតនៅជីវិតនឹងផ្លាស់ប្ដូរនៅពេលអ្នករៀនបដិសេធទៅកាន់អ្នកដទៃការសម្រេចចិត្តមួយនេះអាចធ្វើឲ្យអ្នកដទៃខឹងនិងមិនសប្បាយចិត្តប៉ុន្តែនេះគឺជាការគោរពខ្លួនឯងការប្រើប្រាស់ទ្រឹស្ដី let them មិនមែនការឈប់ត្រឹងនៅមួយកន្លែងនោះទេប៉ុន្តែជាការបញ្ចេញសកម្មភាពធ្វើយ៉ាងសកម្មថាតើអ្វីដែលយើងត្រូវតស៊ូជាមួយថាតើយើងត្រូវទ្រាំអត់ធ្មត់ជាមួយនឹងអ្វីដែលយើងមិនត្រូវទ្រាំអត់ធ្មត់ជាមួយគឺឲ្យយើងដឹងថាអ្វីជាសង្គ្រាមដែលយើងត្រូវតស៊ូហើយអ្វីគ្រាន់តែជាផលរំខានតិចតួចមកកាន់យើងមនុស្សនឹងគិតពីអ្វីដែលពួកគេចង់គិតមិនថាអ្នកចិត្តល្អរស់រាយរាក់ទាក់ជួយយកអាសាអ្នកដទៃប៉ុណ្ណានោះទេក៏នៅមានមនុស្សអត់ចូលចិត្តអ្នកនិងនៅតែមានមនុស្សនិយាយដើមពីក្រោយខ្នងអ្នកហើយនៅពេលដែលយើងដឹងយល់អំពីរឿងបែបនេះយើងមិនបាច់ព្យាយាមស្វែងរកការទទួលស្គាល់ពីនរណាម្នាក់ឬក៏ការអនុញ្ញាតពីនរណាម្នាក់នោះឡើយគឺមានន័យថា let them judge បដ ாய்ឲ្យគេកាត់សេចក្តីយើងទៅបដ ாய்ឲ្យគេវិនិច្ឆ័យយើងបដ ாய்ឲ្យគេអត់យល់ពីយើងបដ ாய்ឲ្យគេនិយាយពីក្រោយខ្នងយើងកុំឲ្យតែមកនិយាយមុខយើងបដ ாய்គេទៅ let themព្រោះការគិតរបស់អ្នកដទៃមិនបានផ្លាស់ប្ដូរការពិតរបស់យើងនោះទេយើងមិនចាំបាច់ទទួលបានការអនុញ្ញាតពីមនុស្សគ្រប់គ្នាបានយើងអាចមានជីវិតដ៏ល្អមួយនោះទេវិធីសម្រាប់ចាត់ការជាមួយការកាត់សេចក្តីរបស់អ្នកដទៃមកកាន់យើងគឺមាន3សំណួរឲ្យសួរខ្លួនឯងថាតើខ្ញុំគោរពមនុស្សដែលកំពុងតែកាត់សេចក្តីខ្ញុំនេះដែរឬក៏អត់សំណួរទី2តើការកាត់សេចក្តីឬក៏ការវិនិច្ឆ័យរបស់អ្នកដទៃមកកាន់ខ្ញុំមានប្រយោជន៍ក៏ចេញមកពីសេចក្តីស្រឡាញ់ដែរឬក៏អត់សំណួរទី3រំលឹកដល់ខ្លួនឯងជានិច្ចថាការគិតរបស់អ្នកដទៃមិនបានមកកំណត់គុណតម្លៃដែលខ្ញុំមាននោះទេមិនថាយ៉ាងណាមនុស្សនឹងមិនពេញចិត្តមិនសប្បាយចិត្តព្រោះតែអ្នកមិនធ្វើអ្វីតម្រូវទៅតាមចិត្តរបស់ពួកគេ let them បើគេអត់សប្បាយចិត្តអារម្មណ៍អត់ល្អបដ ாய்ពួកគេទៅយើងមិនចាំបាច់ទទួលខុសត្រូវលើអាកប្បកិរិយាឬក៏អារម្មណ៍របស់អ្នកណានោះទេបើនៅក្នុងទំនាក់ទំនងមួយដែលយើងមិនអាចបដិសេធបាននោះអាចជាមិនមែនទំនាក់ទំនងពិតប្រាកដទំនាក់ទំនងមួយដ៏ពិតប្រាកដគឺជាទំនាក់ទំនងដែលយើងអាចនិយាយបដិសេធគ្នាបានមកដល់ចំណុចមួយទៀតគឺនិយាយអំពីការប្រៀបធៀបគឺកើតមានងាយនៅក្នុងសង្គមបច្ចុប្បន្ននៅក្នុងសង្គម social media ដែលយើងស្ទើរតែគ្រប់គ្នាមានទូរស័ព្ទដៃនៅក្នុងដៃរៀងៗខ្លួនយើងឃើញជីវិតរបស់អ្នកដទៃនៅក្នុងបាតដៃរបស់យើង Mail គាត់បានសរសេរថាការប្រៀបធៀបមិនមែនជាសត្រូវរបស់យើងរហូតនោះទេប៉ុន្តែវាអាចជាសត្រូវរបស់យើងនៅពេលខ្លះដែរដោយចេញពីសកម្មភាពនិងទង្វើរបស់យើងខ្លួនឯងដែលយើងមានអារម្មណ៍ថាចំណែនមានអារម្មណ៍ថាអសុវត្ថិភាពអត់គង់វង្សវាមិនមែនជាសញ្ញាដែលមានន័យថាយើងដើរយឺតជាងអ្នកដទៃនោះទេតែវាអាចជាក្តីសម័យឬក៏រឿងដែលយើងចង់សម្រេចឲ្យបានជោគជ័យដូចគេដែរជាជាងយកវាមកប្រៀបធៀបតូចចិត្តខ្មាស់អៀនជាមួយនឹងរឿងទាំងអស់ហ្នឹងឲ្យសួរខ្លួនឯងវិញថាតើអ្វីដែលធ្វើឲ្យយើងមានអារម្មណ៍បែបហ្នឹងគឺយើងអាចមើលការសម្រេចបានរបស់មនុស្សជុំវិញខ្លួនយើងជាសំណុំ data ទិន្នន័យព័ត៌មានមកសួរខ្លួនយើងមកអង្កេតខ្លួនយើងថាតើអ្វីដែលយើងខ្លួនឯងចង់បាននៅក្នុងជីវិតពិតប្រាកដបដ ாய்ឲ្យមនុស្សគេសម្រេចបានជោគជ័យអបអរសាទរជាមួយនឹងពួកគេហើយ let me អនុញ្ញាតឲ្យយើងខ្លួនឯងយករឿងហ្នឹងជាកម្លាំងបណ្ដាលចិត្តវិញនៅពេលដែលយើងមានការគិតប្រៀបធៀបសូមនិយាយថា let them បដ ாய்ឲ្យពួកគេបានប្រើប្រាស់ជីវិតរបស់ពួកគេបដ ாய்ឲ្យពួកគេសម្រេចភាពជោគជ័យរបស់ពួកគេនិងផ្ដោតមកលើ let me អនុញ្ញាតឲ្យខ្ញុំបានប្រើប្រាស់ជីវិតរបស់ខ្លួនឯងសម្រាប់នៅកិច្ចការរបស់យើងខ្លួនឯង let me គឺជាថាមពលអំណាចដែលយើងប្រាប់ខ្លួនឯងអនុញ្ញាតឲ្យយើងខ្លួនឯងបានជ្រើសរើសខ្លួនឯងមុនជានិច្ចដោយភាពក្លាហាននិងមិនមានអារម្មណ៍ខុសជាមួយនឹងខ្លួនឯងយើងមិនបានត្រូវការអនុញ្ញាតពីនរណាម្នាក់ក្នុងការផ្លាស់ប្ដូរជីវិតរបស់យើងនោះទេតែយើងត្រូវការអនុញ្ញាតពីយើងខ្លួនឯងតែម្នាក់តែប៉ុណ្ណោះ
ចំណុចសំខាន់មួយទៀតគឺការប្រើទ្រឹស្ដី let them នៅក្នុងទំនាក់ទំនង relationship ម៉ែគាត់បាននិយាយអំពី boundary ការកំណត់ព្រំដែនឲ្យយើងខ្លួនឯង boundary ឬក៏ការកំណត់ព្រំដែនហ្នឹងមិនមែនជាជញ្ជាំងទេតែវាគឺជាស្ពានចម្លងដើម្បីឲ្យយើងបានចម្លងក្លាយជាមនុស្សម្នាក់នៅក្នុង version ដ៏ល្អប្រសើរមួយការកំណត់ព្រំដែនមិនមែនជាការចង់កែប្រែនរណាម្នាក់ឬក៏បង្ខិតបង្ខំឲ្យនរណាម្នាក់តម្រូវចិត្តយើងនោះទេប៉ុន្តែវាជាការគោរពនៅសេចក្តីត្រូវការរបស់យើងខ្លួនឯងនៅក្នុងទំនាក់ទំនងមិត្តភាពឬក៏ទំនាក់ទំនងបែបណាក៏ដោយមានអ្នកខ្លះមិនបានគោរពព្រំដែនដែលយើងបានកំណត់ let them ការកំណត់ព្រំដែនមិនមែនជាចុងបញ្ចប់នៃទំនាក់ទំនងនោះទេប៉ុន្តែវាជាចំណុចចាប់ផ្ដើមនៅក្នុងទំនាក់ទំនងដ៏ល្អមួយបើសិនជាទំនាក់ទំនងមួយត្រូវបញ្ចប់ដោយសារតែការឈរមាំជាមួយនឹងព្រំដែនរបស់យើង let them គឺយើងពិតជាមិនអាចរស់នៅក្នុងទំនាក់ទំនងមួយដែលធ្វើឲ្យអ្នកដទៃកាន់តែសប្បាយចិត្តប៉ុន្តែការសប្បាយចិត្តរបស់យើងកាន់តែថយចុះម្ដងបន្តិចបើមានមនុស្សណាម្នាក់ដើរចេញពីជីវិតរបស់យើងទៅវាមិនមែនជាចុងបញ្ចប់នៃសាច់រឿងនៅក្នុងជីវិតរបស់យើងនោះទេពេលខ្លះវាគឺជាការចាប់ផ្ដើមនៃការព្យាបាលខ្លួនយើងទៅវិញទេការដែលមនុស្សចាក់ចេញទៅពេលខ្លះក៏ពាក់ព័ន្ធជាមួយនឹងយើងហើយពេលខ្លះក៏អត់ពាក់ព័ន្ធជាមួយនឹងយើងការដែលយើងព្យាយាមអោបក្រសោបមនុស្សដែលអត់ចង់នៅជាមួយយើងនោះទេដែលពិបាកគឺយើងកំពុងដេញតាមពិសោធន៍ក្តីសង្ឃឹមខ្យល់របស់យើងហើយពេលនោះនឹងធ្វើឲ្យយើងបាត់បង់ថាមពលកម្លាំងរបស់យើងខ្លួនឯងនៅពេលដែលមានមនុស្សចាក់ចេញទៅពេលដែលយើងបាត់បង់សួរខ្លួនឯងមើលថាតើការដែលយើងបាត់បង់ពួកគេនោះធ្វើឲ្យយើងបានកាន់តែខ្លាចជាខ្លួនឯងជាងមុនដែរឬក៏អត់បើសិនជាការស្រឡាញ់គឺត្រូវបានចាប់បង្ខំនោះវាអាចជាមិនមែនក្តីស្រឡាញ់ពិតប្រាកដនោះទេតែវាជាភាពភ័យខ្លាចនៃក្តីស្រឡាញ់នោះទៅវិញពួកយើងគ្រប់គ្នាស័ក្តិសមជាមួយអ្វីដែលកាន់តែល្អប្រសើរបើមានមនុស្សចាក់ចេញពីអ្នកចូលដើរទៅបើកទ្វារឲ្យពួកគេដោយក្តីស្រឡាញ់និងកាន់ទ្វារចំហឲ្យពួកគេដើរចេញដោយកិត្តិយសរបស់យើងពេលខ្លះអ្វីដែលយើងអាចធ្វើឲ្យមនុស្សដែលយើងស្រឡាញ់បានគឺការដោះលែងពួកគេហើយអ្វីដែលយើងអាចធ្វើឲ្យខ្លួនឯងបានគឺការគោរពឲ្យតម្លៃដល់យើងខ្លួនឯងនៅពេលវេលាដែលមានការបាត់បង់ចូលអនុញ្ញាតឲ្យយើងខ្លួនឯងកើតទុក្ខសោកសៅជាមួយវាបានហើយអនុញ្ញាតឲ្យខ្លួនឯងបានជាសះស្បើយដូចគ្នាហើយយើងមិនបានទទួលភាពយុត្តិធម៌ឬក៏ closer ការបិទឆាកបញ្ចប់តំណែងយ៉ាងពេញលេញអស់ចិត្តរៀងខ្លួនអ្នកតំណងខ្លះបញ្ចប់ដោយយើងអត់អស់ចិត្តអត់មាន closer អ្នកតំណងខ្លះអត់បានបិទឆាកនៅសុកគេទៅបាត់អត់យើងអត់បានចម្លើយអត់បានដឹងអីសោះអញ្ចឹងវាអាចធ្វើយើងអត់អស់ចិត្តអត់មាន closer ជាងឲ្យខ្លួនឯងមុខមល់ជាមួយនឹងអ្វីទាំងអស់ហ្នឹងចូលជ្រើសរើសវិធីដែលផ្ដល់ធម៌ពលកម្លាំងដល់យើងខ្លួនឯងវិញ let them go បានន័យថាបដ ாய் ឲ្យគេទៅបាត់ទៅបដ ாய் ឲ្យពួកគេទៅចោះបដ ாய் ឲ្យពួកគេអត់និយាយសុំទោសបដ ாய் ឲ្យពួកគេអត់យល់ពីយើងបដ ாய் ឲ្យគេអត់យល់ពីកំហុសរបស់ខ្លួនពួកគេពេលដែលយើងកាន់តែព្យាយាមដើម្បីឲ្យអ្នកណាមកសុំទោសកាន់យើងគឺយើងកាន់តែបាត់បង់ធម៌ពលរបស់ខ្លួនឯងសូមកុំយកធម៌ពលរបស់យើងទៅបដូរជាមួយអ្វីទាំងអស់ហ្នឹងការជាសះស្បើយចាប់ផ្ដើមនៅពេលដែលយើងឈប់រងចាំភាពយុត្តិធម៌ពីមនុស្សដែលមិនបានគោរពយើងអាចគិតថាភាពយុត្តិធម៌នឹងធ្វើឲ្យយើងស្ងប់សុខប៉ុន្តែការដោះលែងទៅវិញទេដែលនាំមកនៅភាពស្ងប់សុខយើងមិនអាចបង្ខំនរណាម្នាក់ឲ្យចិត្តល្អជាមួយយើងបាននោះទេភាពអយុត្តិធម៌គឺការផ្លាស់ប្ដូរទិសដៅរបស់យើងគឺមានន័យថាជីវិតកំពុងប្រាប់យើងថាកន្លែងនេះអាចជាមិនមែនកន្លែងសម្រាប់យើងមនុស្សម្នាក់នេះអាចមិនមែនជាមនុស្សសម្រាប់យើងគឺមានអ្វីដែលល្អប្រសើរជាងនេះកំពុងតែរងចាំយើងភាពយុត្តិធម៌គឺស្រស់ស្អាតប៉ុន្តែការស្ងប់សុខសន្តិភាពគឺល្អជាងនេះ Justice is beautiful but peace is more important មិនមែនគ្រាន់តែអ្នកស្រឡាញ់គេអ្នកដឹងច្បាស់ថាអ្វីដែលស័ក្តិសមចំពោះពួកគេនោះទេហើយមិនមែនគ្រាន់តែអ្នកមើលឃើញពីសមត្ថភាពរបស់ពួកគេថាគេអាចធ្វើបានជាងនឹងមិនមែនមានន័យថាអ្នកមានតួនាទីក្នុងការកែប្រែកែច្នៃពួកគេនោះទេ let them បដ ாய் ឲ្យពួកគេបានប្រើប្រាស់ជីវិតរបស់ពួកគេនិងអនុញ្ញាតឲ្យខ្ញុំបានប្រើប្រាស់ជីវិតរបស់ខ្លួនឯង